សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cambodian Study នៅក្នុងវីដេអូនេះគឺយើងនឹងចូលទៅសិក្សានៅក្នុង comment 4បន្ថែមទៀត comment ទី1គឺយើងសិក្សាអំពី rotate comment ទី2 mirror comment ទី3 trim ហើយនិង comment ទី4 extend អញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរគឺយើងចូលទៅសិក្សាទាំងស្វែងយល់ទាំងអស់គ្នានេះបងប្អូនcomment ដែលយើងសិក្សាដំបូងគឺ comment rotate ដែលមាន shortcut key ថា RO អញ្ចឹងយើងទៅសិក្សាស្វែងយល់ទាំងអស់គ្នាអំពី rotate ឥឡូវយើងឧទាហរណ៍យើងសាកគូ rectangle មួយបែបនេះ rotate គឺការបង្វិលឥឡូវយើងសាកវាយមក command rotate ហ្នឹងគឺ click លើ object ហើយ RO enter បែបនេះហើយយើងនឹងបង្វិលវាប៉ុន្តែត្រង់ចំណុចណាដែលយើងចង់ click ឲ្យវាមានបង្វិលឧទាហរណ៍យើង click ត្រង់ចំណុចនេះបែបនេះវានឹងវិលកែងបែបនេះដោយសារវាជាប់ F8 ដើម្បីកុំឲ្យវាជាប់កែងបែបនេះគឺយើង click ដោះវាមកគឺយើងចុច F8 មកនេះឃើញទេបងប្អូនវាលែងលោតកែងទៀតហើយអញ្ចឹងយើងអាចសេរីកំណត់មុំវាបានហើយដើម្បីកំណត់មុំវាបានតែយើងត្រូវធ្វើដូចម្តេចទៀតចង់ឲ្យវានៅឈរនៅមុំ45បែបនេះអញ្ចឹងយើងវាយមក45ហើយយើង enter នេះឃើញទេបងប្អូនវានឹងឈរនៅលើមុំ45ឥឡូវយើងចង់ដឹងថា45មែនអត់ឥឡូវយើងគូឡាញបញ្ចោលមួយមកបែបនេះឡាញហើយយើងចុច F8 មកដើម្បីវាត្រង់ហើយដើម្បីយើងអាចដឹងមុំវាបានគឺយើងបានរៀនសិក្សារួចមកហើយអំពី comment DAN enter នៅក្នុងវីដេអូមុនគឺការចាប់បង្វាស់មុំនោះឥឡូវយើងវាយមក DAN enter ហើយ click 1 click 2នេះមុំ45ដែលយើងកំណត់មិញណាហើយសួរថាតើយើងអាចកំណត់វាតាមមកទិសខាងហ្នឹងទេឬយ៉ាងណាឧទាហរណ៍បែបនេះឧទាហរណ៍ថាមុំនេះយើងចង់ឲ្យវាមកឈរនៅទិសខាងនេះវិញតែយើងត្រូវវាយបែបណាដើម្បីវាមកឈរនៅទិសខាងនេះបានឧទាហរណ៍ថាយើងចង់ឲ្យវាមកស្ថិតនៅត្រង់មុំ45ដូចគ្នាតែយើងត្រូវធ្វើបែបម៉េចបងប្អូនត្រូវដឹងថានៅពេលដែលយើងបង្វិលវាមកទិសខាងនេះគឺវាបូក45ហើយប៉ុន្តែនៅពេលដែលយើងចង់វាយវាមកទិសខាងនេះគឺយើងត្រូវប្រើដក45លេងវាយមកដក45 enter នេះ45ចាំមើលយើងវាស់មើលថាវា45មែនអត់ចុច M8 មក DAN enter នេះ45ប៉ុន្តែសួរថាយើងអត់ចង់វាយដកនឹងបានអត់ចង់វាយដកក៏បានដូចគ្នាប៉ុន្តែយើងត្រូវបូកមុំឧទាហរណ៍ដំបូងបែបនេះគឺវាឈរត្រង់បែបនេះមុំនេះមកដល់ពីបន្ទាត់នេះបើយើងគិតជាមុំនេះគឺវាមុំ180ហើយអញ្ចឹងដើម្បីឲ្យវាមកបែរមកទិសបែបនេះអញ្ចឹងគឺយើងបូកវាបន្ថែមមក180ហើយបែបនេះគឺវា90ទៀតហើយវាកែងអញ្ចឹងយើងបូក90ទៀតមកហើយដើម្បីវាបានមុំ45បែបនេះយើងបូកនឹង45ទៀតមកនេះ180បូក90វា270បូកជាមួយនឹង45ទៀតគឺវា315ឥឡូវយើងសាក rotate វាសាកមើល RO enter ហើយយើងទាញវាបែបនេះហើយយើងវាយមុំ315 enter នេះឃើញទេនេះវាប្រកាសជាមកមុំ45ហ្នឹងឥឡូវយើងសាកគូមើលថាវាមុំ45មែនអត់ DAN enter នេះ45នេះគឺការពន្យល់អំពី rotate ការបង្វិលហើយការបង្វិលនេះគឺយើងអាចជួបច្រើននៅពេលដែលបងប្អូនចូលទៅសិក្សាលំហាត់ឬក៏ការគូប្លង់ក្នុងគម្រោងណាមួយឧទាហរណ៍ថាបងប្អូនសិក្សាផ្ទះគេមួយហើយបងប្អូនគូបន្ទប់ទឹកប៉ុន្តែបងប្អូនត្រូវមានចានប្រគុណឧទាហរណ៍ថាអានេះជាចានប្រគុណចុះហើយឧទាហរណ៍ថាបើបន្ទប់ទឹកហ្នឹងវាទិសវាបែរ
ឧទាហរណ៍បែបនេះឧទាហរណ៍ថាអានេះជាចានប្រគុណហើយទិសខាងនេះជាទ្វារអញ្ចឹងយើងមាន symbol មួយ symbol ឧទាហរណ៍ថាចានប្រគុណបន្ទប់ទឹកអញ្ចឹងវាបែរមកនេះគឺវាត្រូវហើយប៉ុន្តែឧទាហរណ៍ថានៅក្នុងបន្ទប់ហ្នឹងគឺវាមានបន្ទប់មួយទៀតប៉ុន្តែបន្ទប់មួយទៀតហ្នឹងគឺវាអត់បែរមុខមកខាងហ្នឹងទេគឺវាបែរមុខមកខាងនេះអញ្ចឹងសួរថាអានេះយើងដាក់មកត្រង់អញ្ចឹងកាត់អត់ត្រាទេយើងត្រូវ rotate វាដើម្បីវាបែរមុខមករកទ្វារវិញអាហ្នឹងគឺបែបហ្នឹងគឺមិន rotate គឺយើងធ្វើបែបហ្នឹងហើយយើងធ្វើបានច្រើនយ៉ាងទៀតទៅលើគម្រោងឬក៏ប្លង់ឬក៏មានបញ្ហាអ្វីមួយឧទាហរណ៍ថាបើយើងគូវាមួយបែរមុខមកនេះបែបនេះហើយបើស្អីយើងត្រូវការបែរមុខមកនេះតែយើងអង្គុយគូវាទៀតឬយ៉ាងណាគឺអត់ទេយើង copy ហើយ rotate វាមកអញ្ចឹងបងប្អូនយល់ហើយអំពី command rotate នេះអញ្ចឹងយើងចូលបន្តទៅមុខទៀតអំពី mirror នេះ command mirror តាម mirror នេះជាអ្វី mirror គឺបើនិយាយទៅវាជាកញ្ចក់ជាឆ្លុះអញ្ចឹងយើងចូលទៅស្វែងយល់សិក្សាវាទាំងអស់គ្នាឥឡូវយើងឧទាហរណ៍បែបនេះយើងឧទាហរណ៍ថាបែបនេះយើងឧទាហរណ៍ថាអានេះជាអ្វីមួយចុះឧទាហរណ៍ថាជាឧទាហរណ៍ថាវាជាខ្លាដែលយើងកំពុងតែយើងបានគូវាឬក៏យើងមាន symbol ស្រាប់មករូបខ្លាអញ្ចឹងវាបែរមុខមកខាងនេះប៉ុន្តែសួរថាយើងនៅពេលដែលយើងចង់បានខ្លាមួយទៀតដូចឧទាហរណ៍ថាយើងដាក់នៅមុខខ្លោងទ្វារវត្តឬក៏ខ្លោងទ្វារទ្វារពហិយឬក៏ដាក់នៅមុខផ្ទះផ្សេងៗហ្នឹងយើងចង់បានរូបខ្លាមួយទៀតដើម្បីបែរមុខមកខាងនេះតែយើងអង្គុយគូរូបបែរមុខមកខាងនេះមួយទៀតឬយ៉ាងណាគឺអត់ទេអញ្ចឹងដើម្បីងាយស្រួលគឺយើងប្រើ command mirror ដែលមាន shortcut key ថា mi បែបនេះ mi enter ហើយយើង click មកនេះបែបនេះហើយនេះគឺវានឹង load yes ឬ no បើមិនយើង load click យកត្រង់ចំណុច yes នេះគឺវានឹងលុប object ចាស់ចោលហើយជាមួយយើងឧទាហរណ៍ជាមួយយើងលុបយើង click យក yes នេះឃើញវាលុប object ចាស់ object ចាស់ចោលហើយក្នុងករណីដែលបែបនេះគឺយើងយក no នេះគឺវាអត់លុបទេគឺវានឹងបាន object ថ្មីមកមួយទៀតហើយឃើញហើយគឺបែបនេះគឺវាងាយស្រួលបែបហ្នឹងហ្នឹងគឺយើងប្រើ command mirror ឥឡូវយើងឧទាហរណ៍មួយទៀតឧទាហរណ៍ថាបែបនេះយើងគូឧទាហរណ៍ថាយើងគូជ្រីផ្ទះបែបនេះឧទាហរណ៍ថាអានេះជាជ្រីផ្ទះចុះជាមួយយើងគូវាថែមទៀតមកដើម្បីវាចេញជារូបរាងជ្រីបែបនេះបែបនេះយើងចូលមកបែបនេះទៀតបែបនេះអានេះគ្រាន់តែជាឧទាហរណ៍ទេឧទាហរណ៍ថាអានេះវាជាជ្រីផ្ទះយើងហើយជ្រីនេះគឺវាបែរមុខមកទិសខាងនេះឧទាហរណ៍ថាវានៅខាងឆ្វេងរបស់ផ្ទះយើងចុះដើម្បីយើងបានជ្រីនៅខាងស្ដាំនៃផ្ទះយើងតែយើងអង្គុយគូជ្រីនឹងសារថ្មីមែនឧទាហរណ៍ថានេះវាជាជ្រីមួយដែលយើងស្រួលគូប៉ុន្តែបើសិនជាជ្រីនឹងវាជាប្រភេទជ្រីមួយដែលវាមានមាត្រដ្ឋានក្រឹតច្បាស់លាស់ហើយវាដូចជាប្រើជ្រីស្ទាប់ជែកជ្រីផ្សេងអញ្ចឹងថាយើងអង្គុយគូវាសារថ្មីឬយ៉ាងណាបងប្អូនអង្គុយគូក៏បានដែរប៉ុន្តែគឺយើងអត់ធ្វើបែបហ្នឹងទេដើម្បីលឿនគឺយើងប្រើ command mirror ហ្នឹងឯងយើងវាយមក mi enter បែបនេះហើយយើងអាចយកទៅប្រើប្រាស់បានហើយយើងយកទៅដាក់នៅពេលដែលយើងគូផ្ទះគូជ្រីផ្ទះគូអីហ្នឹងអញ្ចឹងបងប្អូនយល់អំពី command mirror អញ្ចឹងយើងចូលបន្តទៅមុខទៀតអំពី command trim ហើយ trim នេះក៏វាអត់មានអីស្មុគស្មាញឲ្យបងប្អូនពិបាកយល់ដែរឧទាហរណ៍បែបនេះហើយបងប្អូនគូ line បែបនេះហើយយើង copy វាមក co enter click មួយបាត់ a enter ហើយយើងវាយវា5បន្ទាត់ចុះឧទាហរណ៍ថាយើងដាក់5បន្ទាត់បែបនេះយើងគូ5បន្ទាត់បែបនេះប៉ុន្តែក្នុងគោលបំណងរបស់យើងគឺយើងអត់ចង់បានបន្ទាត់ដែលនៅក្រៅរង្វង់បែបនេះទេគឺយើងចង់បានតែបន្ទាត់នៅក្នុងរង្វង់បែបនេះទេអញ្ចឹងយើងត្រូវធ្វើម៉េចគឺយើងត្រូវប្រើ command trim ដែលមាន shortcut key ថា tr នេះឥឡូវយើងវាយមក
T or enter ហើយយើង click មើលនេះឃើញវាដាច់ហើយបែបនេះហើយគឺយើងអាច click ម្ដងទាំងអស់បានដូចគ្នាគឺបែបនេះយើងអាច click វាទាំងអស់បានហើយ comment trim នេះក៏ខ្ញុំអត់បញ្យល់ឲ្យវាច្រើនដែរដោយសារវាជា comment កាត់បែបនេះគឺបងប្អូនងាយយល់ទេនៅពេលដែលបងប្អូនគូបន្ទាត់លើហើយយើងចង់កាត់ចង់អីវាគឺយើងអាចប្រើ comment trim នេះបានប៉ុន្តែបើសិនជាបងប្អូនចង់កាត់បន្ទាត់លុះត្រាណាតែបងប្អូនមាន object មួយកាត់នៅបន្ទាត់ហ្នឹងហើយយើងកាត់វាផ្ដាច់ត្រង់ជាមួយ object ហ្នឹងប៉ុន្តែឧទាហរណ៍ថាបន្ទាត់ពេលនេះបងប្អូនចង់កាត់ទៅ data នេះគឺយើងអត់បានទេតើគូ object មួយចង់ data ហើយទើបយើងអាចកាត់វាបានអញ្ចឹងយើងបន្តទៅមុខទៀត comment extend នេះក៏វាសាមញ្ញដែរវាអត់មានអីប្រហែលឧទាហរណ៍បែបនេះឧទាហរណ៍ថាបន្ទាត់នេះហើយយើងទាញវាមកបែបនេះឃើញបងប្អូននេះបន្ទាត់នេះបងប្អូនមើលបន្ទាត់ហ្នឹងវាអត់ដល់រង្វង់ទេប៉ុន្តែជាងករណីដែលយើងចង់ឲ្យបន្ទាត់ហ្នឹងមកដល់រង្វង់នេះករណីដែលយើងចាប់ទាញបែបនេះក៏បានដែរប៉ុន្តែក្នុងករណីនេះគឺយើងអត់ធ្វើបែបហ្នឹងទេគឺយើងប្រើ comment មួយដែលមានឈ្មោះថា extend ដែលមាន shortcut key ថា ex ឥឡូវវិញមក ex enter ហើយយើងទៅមើលយើង click លើវាមើលនេះឃើញទេបងប្អូនបន្ទាត់ហ្នឹងវានឹង load មកដល់ object នេះballoon ប៉ុន្តែ balloon ហ្នឹងគឺយើងត្រូវតែមាន object មួយនៅលើវាដើម្បីនៅមុខវាយើងត្រូវមាន object មួយនៅមុខវាដើម្បីកំណត់ដើម្បីឲ្យវា balloon មកដល់ object ហ្នឹងឧទាហរណ៍យើងគូឡើងបែបនេះហើយយើងចង់ឲ្យវា load មកដល់បន្ទាត់នេះបានអត់បានឥឡូវយើងវាយមក ex enter នេះវាអាច load ទៅបានអញ្ចឹង extend នេះក៏អត់មានអីវែងឆ្ងាយដែរខ្ញុំបញ្ចូលតែបងប្អូនតែប៉ុណ្្នឹងទេអញ្ចឹង4 comment នេះគឺខ្ញុំសម្រេចបញ្ចប់នៅត្រឹមនេះអរគុណបងប្អូនទាំងអស់គ្នាដែលខំតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយ